ឆ្នាំចែកភាគលៀបគាត់បែរជាបោះលុយឲ្យខ្ញុំត្រឹមតែ60000ទៅវិញឆ្នាំនេះខ្ញុំរកបានជាង4លានគឺជាសេដ្ឋីវ័យក្មេងជាងគេប្រចាំទីប្រជុំជននេះទៅមុខទៀតនឹងសង់រោងដាំបន្លែ50ទៀតធ្វើជាស្ដេចបន្លែផ្លែឈើប្រចាំស្រុកតែម្ដងចេញមកលុយ60000នេះឯងយកទៅនេះជាភាគលៀប3ឆ្នាំរបស់ឯងគ្រប់គ្រាន់ឲ្យឯងការប្រពន្ធនៅភូមិបានហើយកុំមិនចេះស្កប់ស្កល់ពេកពូទី2កណេឲ្យកប្រាប់ខ្ញុំហើយឆ្នាំនេះចំណេញសុទ្ធ4លាន120,000 3ឆ្នាំនេះរឿងគ្រប់យ៉ាងក្នុងរោងដាំបន្លែគឺខ្ញុំជាអ្នកចាត់ចែងទាំងអស់កាលមុនពូនិយាយថាបើរកលុយបានចែកគ្នាពាក់កណ្ដាលម្នាក់ទោះមិនចែកពាក់កណ្ដាលម្នាក់ក៏មិនអាចឲ្យត្រឹម60000ដែរ4លាន120,000យ៉ាងម៉េចរោងដាំបន្លែខ្ញុំជាអ្នកសង់ដីខ្ញុំជាអ្នកជួលដើមទុនខ្ញុំជាអ្នកចេញឯងគ្រាន់តែជាអ្នកបញ្ចេញកម្លាំងធ្វើការខ្ញុំឲ្យឯង60000ជាទឹកចិត្តមិនឲ្យក៏ជាសិទ្ធិរបស់ខ្ញុំនិយាយតាមត្រង់ទៅចុះកាលមុនខ្ញុំគ្រាន់តែអាណិតវានិស្សិតបញ្ចប់ការសិក្សារកការងារធ្វើមិនបានទើបខ្ញុំទទួលយកវាឲ្យបាយវាហូបមួយពេលការងារដែលវាធ្វើនឹងដូរអ្នកផ្សេងក៏នៅតែអាចធ្វើបានខ្ញុំនិយាយពីអាក្រក់ស្ដាប់បន្តិចចុះចង់ឆ្កែមួយក្បាលនៅមុខរោងដាំបន្លែឲ្យយាមក៏គ្រាន់បើជាងវាដែរឪពុកម្ដាយវាចិញ្ចឹមវាធំប៉ុណ្ណេះក៏បានត្រឹមតែធ្វើកូនកញ្ចេះខ្ញុំរកបាយហូបមួយពេលបើគ្មានខ្ញុំពេលនេះវានៅក្រៅផឹកខ្យល់បាត់ទៅហើយជាយ៉ាងឯងនិយាយនេះជាភាសាមនុស្សទេចេញមក3ឆ្នាំនេះធ្វើការឲ្យឯងយ៉ាងម៉េចក្នុងចិត្តឯងមិនដឹងទេអីបងប្រុសខ្ញុំនិយាយបងកុំកាត់ខ្ញុំឲ្យលុយកូនបងឯងប៉ុណ្ណឹងក៏ល្អណាស់ទៅហើយចុះបងឯងចង់យ៉ាងម៉េចទៀតមែនហើយបងប្រុសជាយន្តផ្ទះយើងបើកប្រាក់ខែឲ្យឆែនម៉ូចុងឆ្នាំនៅឲ្យភាគលៀប60000ទៀតទៅរកការងារល្អបែបនេះនៅឯណាកំឡោះទៅតែរៀនចប់ម្នាក់ទៅណាមួយឆ្នាំអាចរកបាន20000កុំមិនស្គាល់ល្អអាក្រក់ពេកល្អ60000នេះខ្ញុំទទួលយកអញ្ចឹងទៅត្រូវធ្វើការជាមួយពូទី2អាចឲ្យឯងខាត់បានអីចាប់ពីថ្ងៃនេះទៅរោងដាំបន្លែរបស់ពូខ្ញុំនឹងមិនឈានជើងចូលសំបីតែកន្លះជំហានយើងទូទាត់គ្នាដាច់ហើយចេញមកឯងត្រឡប់មកវិញភ្លាមឯងទៅហើយកុំស្ដាយក្រោយចេញមកពួកយើងក្រុមសិនទៅពូទី2ឯងគ្រាន់តែផឹកស្រវឹងនិយាយផ្ដេសផ្ដាសចាំគាត់ស្វាងស្រវឹងនឹងដឹងខុសហើយឯងត្រឡប់ទៅធ្វើការជាមួយគាត់វិញទៅយ៉ាងហោចណាស់ក៏មានការងារច្បាស់លាស់ប្រសើរជាងនៅផ្ទះទំនេរមែនហើយចេញមកសុទ្ធតែជាមនុស្សមួយគ្រួសារឯងទៅសុំទោសពូទី2ឯងទៅរឿងនេះនឹងកន្លងផុតទៅហើយប៉ាម៉ាក់ខ្ញុំមិនត្រឡប់ទៅវិញទេពាក្យដែលគាត់និយាយម្សិលមិញមិនមែនដោយសារស្រវឹងទេគឺជាពាក្យក្នុងចិត្តគាត់មើលងាយខ្ញុំតាំងពីក្នុងចិត្តមើលងាយបច្ចេកទេសរបស់ខ្ញុំបើខ្ញុំត្រឡប់ទៅវិញគឺស្មើនឹងយកខ្លួនទៅឲ្យគេប្រមាថចុះឯងគិតចង់ធ្វើអីអ្នកស្រែដូចពួកយើងក្រៅពីធ្វើស្រែចម្ការអាចធ្វើអីបានឯងមិនអាចនៅផ្ទះទំនេររហូតទេដឹងខ្ញុំចង់ធ្វើខ្លួនឯងមករោងដាំបន្លែខ្លួនឯងដាំខ្លួនឯងមិនបានទេដាច់ខាតមិនបានទេចេញមកឯងឈួតហើយអីមករោងដាំបន្លែត្រូវចំណាយលុយប៉ុន្មានស្ថានភាពគ្រួសារយើងឯងមិនដឹងទេអីត្រឹមលុយ60000ក្នុងដៃឯងនឹងគ្រប់គ្រាន់ធ្វើអីបានចុះបើខាតពួកយើងទាំងអស់គ្នាមិនផឹកខ្យល់ទេអីមែនហើយពូទី2ឯងអាចងើបឈរបានគឺដោយសារប៉ុន្មានឆ្នាំមុនគាត់បានដាក់ទុនពួកយើងគ្មានដើមទុននោះទេមិនអាចប្រថុយបានទេឯងកុំឆេវឆាវមួយពេលយកលុយ60000នោះទៅបោះចោលទាំងអស់ប៉ាម៉ាក់អ្នកទាំងពីរទុកចិត្តចុះខ្ញុំមិនចាយលុយផ្ទះផ្ដាស់ទេខ្ញុំមិនសង់រោងថ្មីទេខ្ញុំនឹងមករោងដាំបន្លែចាស់ដែលគេបោះបង់ចោលនៅខាងកាត់ភូមិឯងនិយាយអីរោងរលួយនៅខាងកាត់នោះអីចេញមកឯងឈួតមែនទែនឬក៏ខ្លាញ់ហ្នឹងរោងដាំបន្លែនោះទុកចោល5ឆ្នាំហើយដីក៏ខូចអស់ដែរឲ្យទេក៏គ្មានអ្នកយកផងឯងនៅចំណាយលុយមកទៀតមែនហើយដីនោះពីមុនថៅកែមកពីក្រៅជាអ្នកធ្វើដាក់ទុនអស់រាប់លានចុងក្រោយខាតបងរត់បាត់គេថាដីនោះមិនល្អដាំអីងាប់នឹងឯងទៅមកដីនោះមិនស្មើនឹងលោតចូលរណ្ដៅភ្លើងទេអីអ្នកដតីគិតថានេះជារបស់រលួយតែក្នុងភ្នែកខ្ញុំនេះគឺជារបស់មានតម្លៃទី1រចនាសម្ព័ន្ធគោលនៃរោងដាំបន្លែនេះនៅតែមានខ្ញុំគ្រាន់តែជួសជុលបន្តិចបន្តួចដូរដំបូលរោងគឺចំណេញជាងសង់រោងថ្មីរាប់សែនទី2ថ្លៃឈ្នួលច្បាស់ជាថោកខ្លាំងលុយ60000គ្រប់គ្រាន់សម្រាប់ទប់ទល់រហូតដល់កូនបន្លែវាដំបូងលក់ចេញទី3បើខ្ញុំអាចដាំដុះលើដីនេះបានសម្រេចនោះគឺជាការផ្សាយពាណិជ្ជកម្មដ៏ល្អបំផុតកូននេះមិនក៏រឹងរូសម្លេះបើឯងគិតរួចរាល់ហើយពួកយើងក៏មិនខត់ឯងទៀតដែរត្រូវតែប្រយ័ត្នបើពិតជាមិនបានមែនក៏ប្រញាប់ដកដៃវិញទៅគ្រួសារយើងសុខសាន្តគឺប្រសើរជាងអ្វីទាំងអស់ចេញមករឿងពូទី2ឯងនោះពូបានប្រាប់គាត់ហើយគាត់គ្រាន់តែផឹកស្រវឹងនិយាយផ្ដេសផ្ដាសឯងកុំទុកក្នុងចិត្តអីសុទ្ធតែជាមនុស្សមួយគ្រួសារមិនចាំបាច់ធ្វើឲ្យតានតឹងពេកទេពូចៅខ្ញុំមិនមែនមកនិយាយរឿងនេះជាមួយពូទេខ្ញុំមកពិភាក្សារឿងមកការជាមួយភូមិខ្ញុំចង់មករោងដាំបន្លែចាស់នៅខាងកើតឯងនិយាយអីមករោងរលួយនៅខាងកើតនោះអីចេញមកឯងមិនមែននិយាយលេងជាមួយពូទេដឹងមិនបាននិយាយលេងទេពូចៅខ្ញុំនិយាយមែនចេញមកឯងកុំឆេវឆាវមួយពេលស្ថានភាពដីនោះឯងមិនដឹងទេអីទុកចោល5ឆ្នាំហើយដីខូចអស់ហើយអ្នកនៅស្ថានីយកសិកម្មក៏និយាយថាដាំអីមិនដុះដែរក្នុងដៃឯងមានតែលុយ60000នឹងបោះចូលទាំងអស់សំបីតែសម្លេងទឹកក៏មិនឬផង
ពូចៅខ្ញុំរៀនជំនាញនេះខ្ញុំមានវិធីកែលម្អដីខ្ញុំមិនមែនធ្វើផ្ដេសផ្ដាស់ទេខ្ញុំដឹងច្បាស់ក្នុងចិត្តបានកំឡោះមានភាពក្លាហានពូគាំទ្រឯងរោងដាំបន្លែនោះភូមិដាំឡើយក៏ចង់ចាត់ការចោលដែរទុកចោលក៏នៅតែទុកចោលអ្នកផ្សេងម៉ៅមួយឆ្នាំយ៉ាងហោចណាស់ក៏ថ្លៃឈ្នួល 20,000 ដែរឯងម៉ៅពូសម្រេចឲ្យឯងមួយឆ្នាំ 5,000 ហើយថ្លៃឈ្នួលអាចជំពាក់សិនបានចាំចុងឆ្នាំឯងរកលុយបានចាំឲ្យចិនមកឈួតហើយអីគេចង់មករងលួយនៅខាងកើតនោះអីពិតជាខួរក្បាលចូលទឹកមែនខ្ញុំបាននិយាយហើយតើនិស្សិតសាកលវិទ្យាល័យមានប្រយោជន៍អ្វីបើខួរក្បាលមិនល្អនោះរោងរហែកនោះអាចដាំអ្វីបានព្រះអាទិត្យប្រហែលជារះពីទិសខាងលិចហើយនឹងហើយគេគិតថាគេជាអ្នកណាថៅកែមកពីក្រៅវិនិយោគរាប់លានក៏ខាត់បងរត់បាត់អស់គេយកលុយតែ 50,000 យ៉នចង់ស្ដារខ្លួនវិញយកសពទេដឹងច្បាស់ជាត្រូវពូទីពីជាតតែល្ងងហើយទើបបណ្ដោយតាមមេថាកម្មបែបនេះមកនៅនឹងអ្នកដតីគេចង់និយាយអ្វីក៏និយាយទៅខ្ញុំគ្រាន់តែប្រើលទ្ធផលដើម្បីតែកំភ្លៀងពួកគេទៅបានហើយក៏និយាយទៅខ្ញុំគ្រាន់តែប្រើលទ្ធផលដើម្បីតែកំភ្លៀងពួកគេទៅបានហើយចិនមកឲ្យចិនមកខ្ញុំស្មានតែឯងមានសមត្ថភាពខ្លាំងប៉ុណ្ណាតាមពិតគឺមករឿងរបស់រហែកដែលគ្មានអ្នកណាត្រូវការសោះខ្ញុំពិតជាវិតម្លៃឯងខ្ពស់ពេកហើយខ្ញុំស្មានតែឯងអាចទៅធ្វើជាថៅកែធំនៅទីក្រុងមិននឹកស្មានថាមានកំណត់តែប៉ុណ្ណឹងសោះនឹងហើយកន្លែងរហែកនេះឲ្យទេក៏គ្មានអ្នកណាត្រូវការដែរក្មួយប្រុសពេលនេះស្ដាយក្រោយក៏នៅទាន់ដែរពូនៅតែអាចឲ្យឯងត្រឡប់ទៅធ្វើជាប្រធានគ្រប់គ្រងរោងដាំដំណាំវិញប្រាក់ខែឡើងដល់ 3,500 យ៉នយ៉ាងម៉េចដែរល្អទេមិនបាច់ទេខ្ញុំគិតថានៅទីនេះល្អហើយចិនមកឯងកុំបានចិត្តពេកខ្ញុំប្រាប់ឯងចុះកន្លែងរហែកនេះបើឯងអាចដាំបន្លែបានមួយដើមខ្ញុំនឹងលុបជង្គង់ឲ្យឯងថាលោកគ្រូភ្លាមនិយាយពិតមែនពិតជាប្រកបមែនខ្ញុំចិនយានយន្តនិយាយនៅក្នុងភូមិគឺម៉ាត់ណាម៉ាត់នឹងបើឯងពិតជាអាចដាំរបស់នៅកន្លែងរហែកនេះហើយរកលុយបានមែនឡានបែងរបស់ខ្ញុំនេះនឹងចាញ់ឲ្យឯងភ្លាមតែបើឯងដាំមិនបានហើយខាត់លុយអស់ឯងត្រូវតែចេញពីភូមិចិនទៅគុំមកធ្វើឲ្យខ្មាស់គេនៅទីនេះទៀតហ៊ានភ្នាល់ទេបានខ្ញុំភ្នាល់ជាមួយពូចាំពាក្យដែលពូនិយាយថ្ងៃនេះចុះល្អក្លាហានណាស់ខ្ញុំរងចាំមើលថ្ងៃដែលឯងយំរមាចេញពីភូមិសាច់ទៅពេលនេះសាច់សប្បាយប៉ុណ្ណាថ្ងៃក្រោយនឹងយំគួរឲ្យអាណិតប៉ុណ្ណឹង3 ខែខ្ញុំត្រូវការពេលតែ3 ខែប៉ុណ្ណោះនឹងអាចធ្វើឲ្យរោងដាំដំណាំរហែកដែលគ្រប់គ្នាមើលងាយនេះក្លាយជាកន្លែងដែលមានតម្លៃបំផុតនៅក្នុងទីប្រជុំជនខ្ញុំនឹងធ្វើឲ្យអ្នកដែលសាយចំអកខ្ញុំទាំងអស់បិទមាត់ឲ្យជិតមើលគ្រួសារនេះចុះធ្វើរឿងឥតប្រយោជន៍កន្លែងរហែកនេះទោះជាធ្វើបែបណាក៏ដាំអ្វីមិនបានដែរនឹងហើយខាត់កម្លាំងទៅទេចាំដល់ពេលចាយលុយអស់ទើបដឹងថាស្ដាយក្រោយការបង្ហូរទឹកលាងអំបិលទាំងខាត់លុយទាំងបំផ្លាញដីអាចប្រើបានតែវិធីកែលម្អជីវសាស្ត្រដែលខ្ញុំស្រាវជ្រាវប៉ុណ្ណោះលីមកសัตว์ទាំងនេះយើងកំពុងតែពិបាករកកន្លែងចោលផងឯងយកទៅចុះបើមិនគ្រប់មកយកទៀតបាក់តេរី Bacillus subtilis បាក់តេរី Panabacillus miscellaneosus និងពូជបាក់តេរីធន់នឹងអំបិលដែលខ្ញុំ